សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដោះស្រាយបញ្ហាបងដែលជីឡានព្រុសដែលមានបញ្ហាទុកចោលមកថ្ងៃពីថ្ងៃអីវាចុចដេទៅគឺវាលោតចេញពេញតែប្លោហើយដេអត់ចេះដូចនឹងវីដេអូដែលខ្ញុំដាក់ខាងដើមវីដេអូអញ្ចឹងបងប្អូនអាចធ្វើវិធីសាស្ត្រតាមខ្ញុំបានបងអញ្ចឹងបងកុំតន់អាលហៅជាងមកធ្វើអីក្រែងឡឡានបងប្អូនអីដូចឡានខ្ញុំដែរអញ្ចឹងពេលខ្លះពេលដែលយើងហៅជាងមកធ្វើពេលដែលគេឆែកទៅប្រកាសជាខូចនេះខូចនោះខូចអញ្ចឹងគេឲ្យដូរអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងយើងហៅជាងមកធ្វើយើងអាចធ្វើតេស្តវាឡានខ្ញុំគឺអស់អាគុយបងប្អូនអញ្ចឹងបងប្អូនមានដុំសាកនេះមួយបងប្អូនអាចយកមកកើអាគុយនឹងបានបងប្អូនអាចរកទិញនៅទីផ្សារបានបងប្អូនអញ្ចឹងបើបងប្អូនអត់មានដុំនឹងទេបងប្អូនអាចមានឡានមិត្តភ័ក្តិឬក៏អាគុយអីបងអាចយកមកកើបានបងអញ្ចឹងខ្ញុំកើប្រហែលជា30ទៅ40នាទីខ្ញុំនឹងទៅបច្ចេកឡានហើយខ្ញុំកើបានកន្លះម៉ោងហើយតោះបងប្អូនទស្សនាទាំងអស់គ្នាទៅបច្ចេកទាំងអស់គ្នាតើវាចេះដែរឬទេតោះបងប្អូនអូខេវាឆេះហើយអញ្ចឹងវីដេអូខ្ញុំកាត់ទេបងប្អូនអរគុណច្រើនដែលបងប្អូនខំទស្សនាពីដើមរហូតដល់ចប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងពេលដែលវាឆេះហើយយើងអាចជិះបានធម្មតាអញ្ចឹងយើងអាចជិះឲ្យរៀងឆ្ងាយតិចទៅរៀង10ទៅ20គីឡូដើម្បីឲ្យវាសាកអាគុយយើងឡើងវិញព្រោះពេលដែលវាអស់ពេកអញ្ចឹងវាធ្វើឲ្យឡានរបស់យើងដែលអត់ឆេះបងប្អូនសូមជួយ Subscribe និងសញ្ញាកណ្ដឹងមួយផងដើម្បីទទួលបានបទពិសោធន៍ថ្មីក៏ដូចជាការបត់បង្ហាញរបស់ខ្ញុំដែលខ្ញុំធ្លាប់ជួបផ្ទាល់អញ្ចឹងណាអញ្ចឹងខ្ញុំសូមអរគុណបងប្អូនទុកជាមុនបានបាយបាយ